แต่មានមូលហេតុនិងកត្តាអ្វីខ្លះដែលបណ្ដាលឲ្យមានជាជំងឺឈឺក្បាលប្រភេទតានតឹងមានកត្តាជាច្រើនដែលបណ្ដាលឲ្យមានជាជំងឺឈឺក្បាលប្រភេទតានតឹងប៉ុន្តែมันមានមូលហេតុដែលបញ្យល់អំពីជំងឺនេះច្បាស់លាស់នោះទេកត្តាខាងក្រៅដូចជាកត្តា stress និងកត្តាចុករោយសាច់ដុំគឺជាកត្តាដែលបណ្ដាលឲ្យអ្នកជំងឺឈឺក្បាលប្រភេទតានតឹងឈឺក្បាលម្ដងម្កាលខណៈដែលកត្តាដំណពូជគឺជាកត្តាមួយដែលអាចបណ្ដាលឲ្យអ្នកជំងឺឈឺក្បាលប្រភេទតានតឹងមានអាការៈឈឺក្បាលរ៉ាំរ៉ៃកត្តាប្រឈមដែលបណ្ដាលឲ្យអ្នកជំងឺមានជាជំងឺឈឺក្បាលប្រភេទតានតឹងមានដូចជាមនុស្សស្រីវ័យក្មេងការធ្វើការអស់កម្លាំងពេកការគេងមិនលក់ឬក៏គេងមិនគ្រប់គ្រាន់អ្នកដែលមានជាជំងឺធ្លាក់ទឹកចិត្តឬក៏កត្តាខ្វះវីតាមីន D ចូលគុំទុកឲ្យជំងឺឈឺក្បាលប្រភេទតានតឹងរំខានទៅដល់ការរស់នៅរបស់លោកអ្នកសូមរួសរាន់ស្វែងរកគ្រូពេទ្យព្យាបាលឲ្យបានត្រឹមត្រូវ